សូមអនុញ្ញាតគោរពជំរាបសួរដល់បងប្អូនដែលកំពុងបានស្ដាប់វិទ្យុឋានវត្ត FM 88.7 MHz ផ្សាយចេញពីទីក្រុងអានសាន់នៃកម្មវិធីសំឡេងគុនខ្មែរដែលកម្មវិធីសំឡេងគុនខ្មែរវិលមកបំរើអារម្មណ៍បងប្អូនពេលមានស្ដាប់ជាថ្មីម្ដងទៀតហើយដែលមានរូបខ្ញុំបាទពិសិដ្ឋរួមជាមួយខ្ញុំបាទមេងថៃជាអ្នកសម្របសម្រួលនិងជាពិធីករនៅក្នុងថ្ងៃនេះពីបែកបងប្អូនរយៈពេលមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីយើងក៏មានប្រធានបទជាច្រើនដើម្បីយកមកលើកនិយាយជូនទៅដល់បងប្អូនពេលមានស្ដាប់មេងថៃថ្ងៃនេះសុខសប្បាយដែរទេបាទសុខធម្មតាបងបាទដោយសារតែយើងឥឡូវអាកាសធាតុនៅក្នុងប្រទេសកូរ៉េរៀងប្រែប្រួលបន្តិចដូច្នេះមេងថៃត្រូវថែរក្សាសុខភាពហើយត្រូវញ៉ាំទឹកក្តៅឲ្យបានទៀងទាត់ផងដែរបាទអរគុណបងចង់បងសុខសប្បាយទេបាទខ្ញុំសុខសប្បាយធម្មតាមេងថៃព្រោះដោយសារតែមួយរយៈពេលនេះរៀងមមាញឹកក្នុងការងារបន្តិចផងដែរហើយក៏មមាញឹកក្នុងការរៀនសូត្របន្ថែមខាងក្រៅផងដែរបាទថ្ងៃនេះរៀងកំសត់មានតែយើង2នាក់បងបាទព្រោះតែកម្មវិធីយើងពីព្រោះថាសហការីក៏ដូចជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីយើងថ្ងៃនេះគាត់រវល់រៀងខ្លួនដូច្នេះយើងដំណើរការកម្មវិធីតែ2នាក់តែម្ដងបាទមេងថៃហើយមេងថៃដឹងថាថ្ងៃនេះតើកម្មវិធីយើងមានប្រធានបទអ្វីដើម្បីលើកយកមកនិយាយក៏ដូចជាធ្វើឲ្យទាំងយើងទាំង2នាក់ជជែកគ្នាក្នុងថ្ងៃនេះបាទបងប្រធានគាត់ផ្ដល់មកថាថ្ងៃហ្នឹងយើងនិយាយរៀនមកញៀមពីចំណុចដែលគួរយល់ដឹងពេលយើងមុនមកកូរ៉េនិងពេលយើងមកដល់កូរ៉េត្បូងបងបាទចំណុចនេះអាចនឹងសំខាន់សម្រាប់បងប្អូនដែរធ្លាក់ឈ្មោះជាពលករកូរ៉េត្រៀមមកកូរ៉េក៏ដូចជាមកដល់កូរ៉េត្បូងបាទជាការពិតណាស់មែនថៃព្រោះដោយសារតែកម្មវិធីយើងធ្វើឡើងដើម្បីចែកជូនទៅដល់ពលរដ្ឋទៅដល់បងប្អូនដែលកំពុងតែរស់នៅក្នុងប្រទេសកូរ៉េផងក៏ដូចជាបងប្អូនដែលកំពុងតែត្រៀមខ្លួនឡើងមកធ្វើការនៅក្នុងប្រទេសកូរ៉េផងដែរហើយប្រធានបទយើងថ្ងៃនេះសង្ឃឹមថាជាចំណេះដឹងមួយជូនទៅដល់បងប្អូនដែលកំពុងតែត្រៀមខ្លួនឡើងមកធ្វើការនៅក្នុងប្រទេសកូរ៉េក៏ដូចជាបងប្អូនដែលមានចំណាប់អារម្មណ៍រៀនភាសាកូរ៉េចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េផងដែរបាទមែនទេដើម្បីកុំឲ្យខាត់ពេលវេលាមែនទេយើងក៏មានបទចម្រៀងមួយបទដើម្បីចាក់ជូនកំដរអារម្មណ៍ទៅដល់បងប្អូនពេលមានស្ដាប់ដែលជាបទចំណងដៃនៅក្នុងកម្មវិធីបទនោះមានចំណងជើងថាស្រណោះក្លិនម្អមដែលបកស្រាយដោយអត្ថរិយចម្លែងមាសសុនស៊ីសមុទ្របាទដូច្នេះសូមបងប្អូនពេលមានស្ដាប់រីស្ដាប់ដូចតអ
បាទបន្ទាប់ពីបងប្អូនប្រិយមិត្តស្ដាប់រីទីស្ដាប់នៅបទចម្រៀងដល់ពីរស់រំដំចិត្តដែលបកស្រាយដោយតាសិនសមុទ្រក៏ដូចជាលោកស្រីរស់ស្រីសុធាផងដែរកម្មវិធីយើងក៏បានឈានចូលទៅដល់ប្រធានកម្មវិធីយើងបន្ទាប់ប្រធានបទយើងថ្ងៃនេះនិយាយអំពីការថាតើយើងមកដល់ក្នុងប្រទេសកូរ៉េដំបូងតើយើងត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះក៏ដូចជាមុននឹងឡើងមកធ្វើការនៅក្នុងប្រទេសកូរ៉េដំបូងតើយើងត្រៀមអ្វីដូចជាមិនមានវាគ្មិនដើម្បីយកដើម្បីចូលរួមនៅក្នុងបកស្រាយនៅកម្មវិធីរបស់យើងទេយើងមានទាំងពីរនាក់ក្នុងការនិយាយផ្ទាល់ចែកជូនបទពិសោធន៍ផ្ទាល់ខ្លួនទៅដល់បងប្អូនប្រិយមិត្តស្ដាប់ផងដែរក្នុងគណៈពេលដែលយើងមកធ្វើការនៅក្នុងប្រទេសកូរ៉េនេះតើយើងបាទបងជាដំបូងក៏សូមអធិស្ឋានដល់បងប្អូនទស្សនិកជនផងដោយសារយើងថ្ងៃនេះយើងអត់មានវាគ្មិនសម្រាប់បកស្រាយឲ្យបានក្បោះក្បាយនៅប្រធានបទយើងថ្ងៃនេះទេយើងមានតែបទពិសោធន៍យើងទាំងពីរនាក់សម្រាប់ចែកជូនបងប្អូនខ្លះៗហើយពួកយើងបើនិយាយតាមត្រង់ទៅពួកយើងក៏ដូចជាបងប្អូនដែរទេបាទមិនមានជំនាញអីជាវិលក្មិនក៏ដូចជាមានជំនាញច្បាស់លាស់ក្នុងការយើងដឹងពីច្បាប់អីនេះដូចគាត់ថាយើងមានបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីចែកជូនទៅដល់បងប្អូនពេលមិនដែលស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែត្រៀមខ្លួនឡើងមកធ្វើការនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះបាទអញ្ចឹងក៏សូមអធិស្ឋានសម្រាប់បងប្អូនផងពួកយើងអត់តាំងខ្លួនជាអ្នកចេះអ្នកដឹងអីទេគ្រាន់តែយើងចែកម្លែកនៅបទពិសោធន៍ដែលយើងដឹងពីមុនមកដោយសារយើងដោយសារបងពិសិដ្ឋគាត់មកកូរ៉េនេះដូចជា7-8 ឆ្នាំហើយអញ្ចឹងគាត់អាចមានបទពិសោធន៍ខ្លះដែរតាក់ទងជាមួយនឹងពេលយើងមកដល់កូរ៉េដំបូងយើងត្រូវធ្វើម៉េចឬមុនពេលយើងឡើងមកកូរ៉េយើងត្រូវធ្វើម៉េចដូចខ្ញុំខ្ញុំត្រឹមតែ2ឆ្នាំទេតែក៏ខ្ញុំធ្លាប់មានបទពិសោធន៍ពេលយើងមុនមកកូរ៉េក៏ដូចជាពេលយើងមកកូរ៉េដល់កូរ៉េដំបូងដែរបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមសួរទៅបងពិសិដ្ឋវិញនៅពេលដែលយើងរងចាំធ្លាក់ឈ្មោះបងប៉ុន្តែយើងពេលហ្នឹងយើងធ្លាក់ឈ្មោះហើយបន្ទាប់ពីធ្លាក់ឈ្មោះហើយយើងមានធ្វើអីផ្សេងដូចជាកោះចោះកិច្ចសន្យារៀនវគ្គខ្លីរៀនអីហើយបន្ទាប់មួយទៀតគឺយើងរងចាំវីសាខាងក្រសួងកូរ៉េគាត់ផ្ដល់វីសាឲ្យយើងហើយចំពោះបងពិសិដ្ឋនៅពេលដែលយើងដឹងថាយើងខាងកូរ៉េគាត់ផ្ដល់វីសាឲ្យយើងហើយតែយើងគួររៀបចំលក្ខណៈបែបម៉េចដែរបងមុនពេលបាទអរគុណមេងថៃចំពោះខ្ញុំវិញមិនខុសពីមេងថៃហ្មងទេបើសិនជាខ្ញុំនិយាយទៅទីមួយការដែលយើងដឹងថាយើងបានចិត្តឡើងត្រៀមយន្តហោះឡើងយន្តហោះយើងត្រៀមទីមួយនោះគឺលុយបាទលុយនេះក៏សំខាន់ដែរសម្រាប់អ្នកដែលគាត់ឡើងមកធ្វើការនៅក្នុងប្រទេសព្រោះយើងត្រូវបង់សម្ពុតយន្តហោះអីចឹងណាបាទបន្ទាប់មកយើងត្រូវយកលុយមកខ្លះយកមកចាយនៅក្នុងប្រទេសកូរ៉េព្រោះដោយសារតែយើងមកនៅក្នុងប្រទេសកូរ៉េដំបូងយើងអត់តមានប្រាក់ខែធ្វើទេដូច្នេះយើងមានតែយកលុយមកពីផ្ទះយកមកទុកចាយសម្រាប់នៅក្នុងធ្វើការក្នុងប្រទេសកូរ៉េដំបូងហើយទី2នោះគឺសុខភាពពេលដែលយើងដឹងថាខ្លួនយើងត្រៀមនឹងឡើងមកធ្វើការនៅក្នុងប្រទេសកូរ៉េយើងត្រូវត្រៀមសុខភាពឲ្យបានល្អព្រោះតែសុខភាពក៏វាសំខាន់ដែរនៅពេលដែលយើងមកដល់ក្នុងប្រទេសកូរ៉េដំបូងយើងឡើងមកចាញ់ចុះពីយន្តហោះមកដល់ប៉ូលីសអ៊ីនឆុនយើងត្រូវទៅ center 3ថ្ងៃទៀតអញ្ចឹងទៅដល់ center 3ថ្ងៃគេត្រូវឲ្យយើងជួសឈាមម្ដងទៀតគាត់ថាយើងចុះពីយន្តហោះហើយយើងអត់ទាន់បានញ៉ាំអីគេឲ្យយើងជួសឈាមបន្ទាប់ពីជួសឈាមនៅពេលដែលយើងឃើញសុខភាពល្អហើយបានគេឲ្យយើងចូលរៀនរយៈពេល3ថ្ងៃពីយប់3ថ្ងៃនៅ center បន្ទាប់មកបានគេបញ្ជូនយើងមកកន្លែងការងារដែលយើងធ្វើមែនហើយអ្វីដែលខ្ញុំត្រៀមមួយទៀតនោះគឺសម្ភារៈដូចជាសម្លៀកបំពាក់ខោអាវទំនប់ជើងដែលយើងត្រូវប្រើប្រាស់ប្រចាំថ្ងៃព្រោះដោយសារតែយើងមកធ្វើការនៅក្នុងប្រទេសកូរ៉េយើងអត់មានស្គាល់អ្នកណាទាំងអស់ដូចបងប្អូនខ្លះគាត់មកចំកន្លែងគាត់រស់នៅម្នាក់ឯងអត់មានជនជាតិបរទេសគាត់មកតែឯងហ្មងយល់ទៅគាត់មកខ្លួនមួយតែហ្មងណាអញ្ចឹងគាត់ត្រូវត្រៀមសម្ភារៈទាំងអស់ហ្នឹងដើម្បីយកម្ករស់នៅក្នុងប្រទេសកូរ៉េផងដែរបាទចុះមេងថៃវិញពេលដែលមេងថៃមកកូរ៉េដំបូងឬក៏មុននឹងពេលឡើងមកពេលដែលយើងធ្លាក់ឈ្មោះមកនោះតែយើងមេងថៃមានត្រៀមអីខ្លះដែរបាទដូចបងពិសិដ្ឋនិយាយពីដំបូងអញ្ចឹងថាបើសិនជាបងនិយាយមកអត់មានអីខុសគ្នាបន្តិចបាទអ្វីដែលជាផ្លាច់ជាចំណុចខុសពីខ្ញុំណាសូមនិយាយបន្តិចបាទចំណុចខុសពីបងគឺមួយទៀតគឺភាសារៀនភាសាកូរ៉េប៉ុន្តែ
ដូចដឹងសម្រាប់ខ្ញុំរៀនអីមួយតមានគ្រូបរៀនអញ្ចឹងការខ្ញុំត្រៀមហ្នឹងរៀនភាសាកូរ៉េដែរប៉ុន្តែរៀនដោយអត់គ្រូបងអញ្ចឹងចាប់ភាសាកូរ៉េអត់បានហើយចំណុចត្រៀមមួយទៀតដូចបងពិសិដ្ឋនិយាយអញ្ចឹងគឺសុខភាពសំខាន់បងប្អូនកុំគិតថាធ្លាក់វីសាហើយធ្លាក់ឈ្មោះហើយយើងធ្លាក់ថ្ងៃឡើងយន្តហោះហើយបងប្អូនអត់គិតពីសុខភាពបាទមកដល់កូរ៉េគេពិនិត្យម្ដងទៀតហើយការពិនិត្យនោះអាចនឹងច្បាស់ជាងមិនថាខ្ញុំមិនមែនថាប្រអាប់អ្នកណាអីទេអាចការពិនិត្យសុខភាពនៅប្រទេសកូរ៉េនឹងអាចនឹងច្បាស់ជាងការពិនិត្យនៅកន្លែងផ្សេងបាទហើយមួយទៀតបងពិសិដ្ឋខ្ញុំឆ្ងល់រឿងសុខភាពចូលសុខភាពឆ្ងល់ចំពោះអ្នកភ្នែកមញោមអាចមានផលប៉ះពាល់អីដែរអត់បងសម្រាប់ពួកគាត់ដែលគាត់មានបញ្ហាភ្នែកអត់មានបញ្ហាអីទេមិញថៃព្រោះដោយសារតែគេអត់មានជ្រើសរើសទេព្រោះក៏ភ្នែកសាលាក៏គាត់អាចមកធ្វើការនៅក្នុងប្រទេសកូរ៉េបាទព្រោះដោយសារតែយើងប្រាប់គេទៅព្រោះថាយើងភ្នែកអត់សូវល្អអញ្ចឹងយើងអាចពាក់បន្តាមើលក្នុងការពេលដែលយើងមកគេឲ្យយើងមើលលេខនៅក្នុងរង្វង់ពងចិញ្ចក់ណាមានពណ៌អីអីចឹងទៅគេគាត់មើលថាយើងលេខដឹងថាចំនួនលេខនេះមានលេខប្រមាណយើងឆ្លើយតាមអ្វីដែលគេចង្អុលទៅវាជាប់តាមនឹងឯងរឿងភ្នែកវាពេញសូវមានបញ្ហាក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺសុខភាពយើងតែម្ដងមិនថាព្រោះដោយសារតែពេលដែលយើងនៅស្រុកខ្មែរឧទាហរណ៍ថាបុគ្គលកឬក៏ពលករកនោះគាត់នៅស្រុកខ្មែរគាត់មានជំងឺកាមរោគអីដូចយើងនិយាយគ្នាពីប្រធានបទលើកមុនអញ្ចឹងណាបើសិនជាគាត់មានជំងឺកាមរោគដែលព្យាបាលជាហើយប៉ុន្តែគាត់ឡើងមកដល់គាត់មកនៅស្រុកខ្មែរគេឃើញគាត់កាមរោគក៏ពិតមែនគាត់តែគេអនុញ្ញាតឲ្យគាត់មកតែមកដល់កូរ៉េនៅពេលដែលគេពិនិត្យឃើញថាយើងមានប្រវត្តិឲ្យធ្លាប់កើតជំងឺកាមរោគគឺគេបញ្ជូនយើងត្រឡប់ទៅស្រុកខ្មែរវិញតែម្ដងបាទអញ្ចឹងបងប្អូនបាទដែលមានបញ្ហាភ្នែកដូចបងពិសិដ្ឋគាត់និយាយអញ្ចឹងក៏មានការបារម្ភអីដែលយើងគ្រាន់តែប្រាប់គេថាភ្នែកខ្ញុំអត់សូវល្អយើងសុំពាក់វ៉ែនតាសុំអីបាទព្រោះដោយសារតែយើងពេលដែលយើងពិនិត្យពីបញ្ហាភ្នែកយើងយកវ៉ែនតាដែលយើងកាត់ពីស្រុកខ្មែរយើងមកយើងអាចពាក់អញ្ចឹងយើងអាចមើលអ្វីៗដែលនៅក្នុងសភៅក្តារដែលយើងដូចខ្ញុំនិយាយមកអញ្ចឹងគឺគេឲ្យយើងមើលត្រឹមតែលេខតែប៉ុណ្្នឹងឯងហើយក៏គេឲ្យយើងមើលអក្សរពីខាងប្រមាណម៉ែត្រពីអញ្ចឹងណាចាគេបាទតែប៉ុណ្្នឹងឯងបាទហើយចំណុចត្រៀមខ្ញុំទៀតមួយទៀតគឺដូចបងពិសិដ្ឋអញ្ចឹងគឺថវិកាបងប្អូនថវិកាគឺសំខាន់ពេលយើងធ្លាក់កិច្ចសន្យានេះយើងនៅបងថ្លៃជីវិតយន្តហោះនឹងយើងត្រូវធៀមលុយសម្រាប់ចាយនៅក្នុងប្រទេសកូរ៉េហើយឥឡូវកូរ៉េនៅកូរ៉េបច្ចុប្បន្នអីវ៉ាន់រៀងថ្លៃបងអត់ដូចបងនៅពីមុនជំនាន់បងពិសិដ្ឋអីវ៉ាន់មិនដែរបងជំនាន់ខ្ញុំមកដំបូងគឺប្រាក់ខែនិយាយទៅយើងនិយាយពីប្រាក់ខែគោលវិញបាទប្រពន្ធដោយសារតែយើងមកតាមឆ្នាំវាមានអីវ៉ាន់វាលៀងតាមឆ្នាំនីមួយប៉ុណ្្នឹងឯងក៏ឆ្នាំដែលខ្ញុំមកដំបូងគឺឆ្នាំប្រាក់ខែគោលឆ្នាំនោះគឺប្រាក់ខែគោលតែ93,000ឯមែនថៃដូច្នេះអីវ៉ាន់វាថោកតាមនឹងអញ្ចឹងណាដល់ពេលឥឡូវយើងប្រាក់ខែគោលវា2លាន90,000ប្រហែល100អីចឹងទៅប្រហែល1,000ប្រហែល100អីចឹងទៅហើយដល់ពេលយើងអញ្ចឹងវាអីវ៉ាន់យើងអាចយកពីឆ្នាំឥឡូវទៅដូចយើងទៅប្រៀបធៀបពីមុនបានទេព្រោះដោយសារតែសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗវាមានប្រែប្រួលអញ្ចឹងណាមិនថាដូច្នេះយើងគួរណាស់តែយើងមកក្នុងប្រទេសកូរ៉េដំបូងយើងគួរតែសកូលលុយចំនួនដូចជា60,000 វ៉ុន 70,000 អីបងប្អូនមានលទ្ធភាពច្រើនបងប្អូនអាចយកពីផ្ទះមក1លានអីចឹងណាព្រោះភាសាយើងធ្វើការបន្ទាប់ពីយើងធ្វើការរយៈពេល1ខែហើយយើងអាចមានលុយអញ្ចឹងណាយើងអាចមានលុយសល់ដែលគេបើកប្រាក់ខែដែលយើងគេបើកប្រាក់ខែដំបូងដែលយើងគេឲ្យយើងនឹងតើដូចជាថ្លៃ Samsung អីបាទ Samsung Watch អធិស្ឋានបាទភ្លេចទៅដោយសារតែយូរពេក Samsung Watch នេះរយៈពេលចំនួន 50,000 អញ្ចឹងបើសិននៅក្នុងកុងយើងមានលុយច្រើនគេកាត់ច្រើនបើគេមានគេឃើញយើងក្នុងកុងយើងមានចំនួនតិចគេកាត់អ្នកខ្លះកាត់2ដងអ្នកខ្លះកាត់3ដងអ្នកខ្លះក៏កាត់មានចំនួន4ដងឯដែរមែនទេការខ្ញុំកាត់3ដងលើកទី1 15ហើយលើកបន្ទាប់ទៀត
20លើកទី1 20លើកទី2 15លើកទី3 15បាទ3ខែបាទហើយខាងនោះប្រាក់ខែតាំងពីកែកាត់ហើយអីហើយសល់1,63,000បាទគ្រាន់បើជាងខ្ញុំបើសិនជាការខ្ញុំមកឆ្នាំ2013ខ្ញុំប្រាក់ខែបានប្រាក់ខែគោលបានតែ 93,000 អញ្ចឹងយើងអត់មានថែមម៉ោងអីទេក៏តែយើងអាចធ្វើការនៅក្នុងកសិកម្មដូច្នេះខ្ញុំប្រាក់ខែខុសកិច្ចសន្យាអញ្ចឹងក្នុងកិច្ចសន្យាខ្ញុំបានតែ 93,000 តែដល់ពេលបើប្រាក់ខែដែលជាលក្ខណៈថាយើងឃើញពិតប្រាកដគឺចំនួន 1,20,000 កាលនោះ 1,20,000 ខ្ញុំបើសិនជាគិតជាដុល្លារវាបានខ្ទង់ 1,000 តិចតួចអញ្ចឹងណាដូច្នេះហើយគេកាត់Samsung Watch ខ្ញុំកាត់2ដងក្នុងមួយដង 25,000 25,000 ដូច្នេះខ្ញុំឆ្ងល់ពេលខ្ញុំឆ្ងល់កាលនោះយើងអត់ដឹងយើងឆ្ងល់ទៅពេលឆ្ងល់ទៅខ្ញុំទៅសួរខាងជនជាតិនេប៉ាល់ដែលគាត់ធ្វើការមួយខ្ញុំគាត់ថាគេកាត់លុយ Samsung Watch ដែលបាច់ខ្វល់ព្រោះតែលុយហ្នឹងដល់ពេលដែលយើងត្រឡប់ទៅមាតុភូមិនិវត្តឬក៏យើងត្រឡប់ទៅស្រុកខ្មែរយើងវិញគឺគេឲ្យវាមកឲ្យយើងវិញតែម្ដងគេអត់យកទៅណាទេបាទហើយចំណុចខ្ញុំត្រៀមមួយទៀតគឺត្រៀមចិត្តគឺដោយសារខ្ញុំអត់ដែរបែកផ្ទះឆ្ងាយទេហើយអញ្ចឹងសម្រាប់ខ្ញុំត្រូវធៀមចិត្តកុំឲ្យនឹកផ្ទះកុំឲ្យអីតែនៅតែមកដល់កូរ៉េក៏នៅតែនឹកខ្លះដែរបងពេលខ្លះចង់ទៅផ្ទះវិញភ្លាមពេលឃើញវាថាពេលឃើញសកម្មភាពអ្នកស្រុកអ្នកភូមិយើងគេធ្វើអញ្ចឹងយើងធ្លាប់ធ្វើដែរបងដល់ពេលអញ្ចឹងយើងនឹកថាបើមានការងារយើងធ្វើការងារទៅយើងអត់សូវនឹកទេបងយើងអាចប្រឡប់អីខ្លះប៉ុន្តែនៅពេលសៅរ៍អាទិត្យយើងមើលតាមប្រព័ន្ធ social យើងឃើញបងប្អូនអ្នកភូមិយើងវាដូចថាសកម្មភាពយើងមានយើងនៅក្នុងនោះដែរមានអារម្មណ៍ថានឹកហើយចង់ទៅផ្ទះភ្លាមដែរប៉ុន្តែយើងអត់អាចទៅបានអញ្ចឹងបងប្អូនដែលត្រៀមមកកូរ៉េក៏គួរតែរៀនត្រៀមចិត្តទៅហើយកុំឲ្យនឹកផ្ទះខ្លាំងពេករហូតដល់មានបងប្អូនខ្លះគាត់ដោះស្រាយទៅផ្ទះវិញបងខ្ញុំគិតម្ដងដែរប៉ុន្តែខាត់ខ្លួនឯងបានបាទបើចំពោះខ្ញុំវិញខ្ញុំក៏អញ្ចឹងដែរមិញថៃក៏ប៉ុន្តែខ្ញុំគិតដូចមិញថៃដែរក៏ប៉ុន្តែដល់ពេលដែលខ្ញុំធ្វើការប៊ូអ្នកខ្លះគាត់មកធ្វើការដំបូងព្រោះគាត់ជួបបរិយាប័ត្រថ្មីមួយដែលគាត់នៅក្នុងប្រទេសកូរ៉េអញ្ចឹងណាទីមួយភាសាទីអាកាសធាតុទី3ម្ហូបអាហារអញ្ចឹងគាត់ញ៉ាំម្ហូបគេអត់ឆ្ងាញ់អញ្ចឹងទៅគាត់ចង់ត្រឡប់ទៅស្រុកខ្មែរវិញអញ្ចឹងគាត់ទ្រាំជាមួយអាកាសធាតុបែបក៏គាត់ត្រឡប់ទៅស្រុកខ្មែរវិញទីមួយទៀតក៏គាត់ទ្រាំជាមួយនឹងអ្នកធ្វើការជាមួយឬក៏ការងារលំបាកអីពេកអញ្ចឹងទៅហើយម្យ៉ាងទៀតយើងអត់ចេះភាសាទៀតកាន់តែធ្វើឲ្យយើងមានសម្ពាធហើយកាន់តែយើងឯកាខ្លាំងគាត់ចង់ទៅផ្ទះវិញអញ្ចឹងណាមិញថៃបាទហ្នឹងក៏គួរចំណុចត្រៀមចិត្តដែរបងពិសិដ្ឋយើងបកស្រាយយ៉ាងយូរដែរយើងបង្វែរអារម្មណ៍បងប្អូនមកស្ដាប់បទចម្រៀងវិញហ៎បងបាទនឹងថ្ងៃមិញថៃពុទ្ធសាសន៍តែយើងនិយាយជម្រាបជូនពីបទពិសោធន៍ផលយើងនេះវាវែងឆ្ងាយដែរជូរចាត់ដែរបងបាទជូរចាត់ដូច្នេះសូមបងប្អូនប្រិយមិត្តស្ដាប់កំសាន្តរីករាយកំសាន្តស្ដាប់នៅបទចម្រៀងមួយបទទៀតដែលមានចំណងថាលោកឪពុកបកស្រាយដោយលោកបងប្រុសព្រាសវត្តដូច្នេះសូមបងប្អូនប្រិយមិត្តស្ដាប់រីករាយស្ដាប់ដូចតទៅកូនកុំយំណាកូនណាណែញ៉ាំទឹកទៅណាកូនញ៉ាំទឹកទៅគេទៅកូនអតីតកាលបណ្ដាលឲ្យចិត្តមិនស្ងប់ចង់ឲ្យគ្រប់យ៉ាងត្រឡប់ចង់ឃើញមុខលោកពុកមានគុណអតីតកាលពុកខំនិស័យរែកពុនគ្រប់យ៉ាងពុកទ្រាំអត់ធន់ដើម្បីកូនបានដូចគេឯងយល់ដូចឈាមក្រុមក្រៀមកុនដាល់ថ្ងៃក្តៅដល់ផ្ទះមិនថាយប់ជ្រៅតែងនៅនិបនិបប្រឡែ
ក៏នៅតូលងលងព្រោះតែសំលេលោកពុកបំពេឲ្យគេនឹងវងវេក្រោមស្បៃរាត្រីតែពេលនេះបាត់លោកពុកបាត់ពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនព្រមនៃទៀមទាមកផ្ដាច់និស័យឲ្យឃ្លាតកូនពុកមកពុកនៅបណ្ណាកូនឆ្លាតទីតកូនតែកូនឆ្លាតណាស់កូនណាកូនធំឡើងធ្វើការធំណាស់កូនណាចង់ជួបមុខចង់ឃើញពុកនៅចិត្តកូនពាក្យពេចន៍បំពេលួងលោមធ្វើឲ្យកូនរឹតនៅស្រណោះមានថ្ងៃនេះឲ្យសារគុណពុកសន្តោសទូមានអប់រំកូនប្រុសមិនឲ្យខកលុះធំដឹងក្តីតែពេលនេះឃ្លាតលោកពុកឃ្លាតពុកឆ្ងាយពីភក្ត្រាបាត់ពុកទៅណាមិនស្ដីកូនស្រែកហៅរកលោកពុកទ្វីបលោកមិនប្រណីទៀមទាមកផ្ដាច់និស័យឲ្យឃ្លាតលោកពុកបើសិនជាពុកឃើញខ្ញុំឃើញកូនបានល្អពុកនឹងសប្បាយចិត្តតែបើកូនចង់ឃើញលោកពុកកូនអត់ដឹងថាជួបលោកពុកដោយរបៀបណាវិលត្រឡប់មកវិញបន្ទាប់ពីស្ដាប់បទចម្រៀងលោកពុកដែលបកស្រាយដោយលោកពូព្រាបសវត្តមានអារម្មណ៍ថាក្តុកក្តួលក្នុងអារម្មណ៍មកពិសេសមិនដែរបងបាទនៅពេលដែលស្ដាប់បទចម្រៀងនេះទៅមិនថៃព្រោះដោយសារតែយើងបែកពីគ្រួសាររៀងយូរឆ្នាំហើយដែរមានអារម្មណ៍ថាចង់ទៅផ្ទះនឹកពុកអញ្ចឹងណាព្រោះធ្លាប់ពេលដែលយើងនៅក្មេងឃើញពុកគាត់លីយើងដាក់លើកអីចឹងណានឹកកាន់តែនឹកកាន់នឹកគាត់ពុកគាត់កាន់តែខ្លាំងបាទមិនថៃកុំឲ្យខាត់ពេលយូរយើងចូលមកកម្មវិធីយើងវិញជាសំណួរបន្តសំណួរទី2បងពិសិដ្ឋអាចលើកឡើងមកជំរាបទស្សនិកជនយើងបាននេះពីបទពិសោធន៍បងនៅពេលដែលបងមកដល់កូរ៉េត្បូងនៅកន្លែងការងារតែយើងគួរធ្វើលក្ខណៈបែបម៉េចឲ្យសមនៅពេលយើងធ្វើការហ្នឹងបងបាទចំពោះខ្ញុំបាទនៅពេលដែលខ្ញុំមកធ្វើការក្នុងប្រទេសកូរ៉េគឺទី1គឺគោរពពេលវេលាមិនថៃនៅពេលដែលយើងមិនថាកន្លែងការងារមិនថាយើងជួបជាមួយនឹងអ្នកណាមិនថាយើងទៅរៀនក្តីយើងធ្វើការកន្លែងស្ម័គ្រចិត្តក្តីគឺសំខាន់ណាគឺយើងគោរពពេលវេលាមិនថៃនៅពេលដែលយើងគោរពពេលវេលាទៅយើងអត់មានអ្នកណាគេមកគេថាស្ដីឲ្យឬក៏ស្ដីបន្ទោសថាយើងយឺតដល់អីចឹងណាទី1ទី2នោះគឺយើងយកចិត្តទុកដាក់នៅក្នុងការធ្វើការដោយយើងធ្វើការដែលមិនលេះលោះមិនគេហៅថាចុងដៃចុងជើងណាភាសាស្រុកខ្មែរយើងគេហៅចុងដៃចុងជើងហើយទី3នោះសម្រាប់គ្រូខ្ញុំផ្ទាល់គឺខ្ញុំយកចិត្តទុកដាក់នឹងរៀនស្ដាប់នឹងការណែនាំពីអ្នកដែលគាត់មកខាងគេហៅថារៀមច្បងយើងដែលគាត់បង្រៀនណែនាំយើងពីធ្វើការរបៀបចេះធ្វើអញ្ចេះត្រូវធ្វើអញ្ចេះទៅល្អធ្វើអីចឹងណាដូច្នេះយើងស្ដាប់ពួកគាត់ទៅយើងនឹងហើយម្យ៉ាងទៀតយើងលួចតម្រេះពីពួកគាត់ខ្លះដែរដូច្នេះយើងនឹងធ្វើឲ្យខ្លួនយើងឆាប់ចេះនិងឆាប់ចាប់យកនៅអ្វីដែលគេបង្រៀនយើងបងដែរបាទមែនថៃហើយទី4នោះគឺខ្ញុំ
នៅពេលដែលខ្ញុំចេញពីធ្វើការគឺខ្ញុំឆ្លៀតរៀនភាសាកូរ៉េព្រោះដោយសារតែយើងមកធ្វើការនៅក្នុងប្រទេសកូរ៉េដំបូងនោះបើសិនជាបងប្អូនដែលគាត់មានចំណេះចេះដឹងភាសាកូរ៉េជាមធ្យមអានឹងជាអត់បញ្ហាសម្រាប់ពួកគាត់ទេតែសម្រាប់ពួកបងដែលគាត់នៅស្រុកខ្មែរគាត់អត់សូវបានរៀនភាសាកូរ៉េបានជ្រៅជ្រះនោះក៏ដូចខ្ញុំផ្ទាល់ផងដែរនៅពេលដែលខ្ញុំមកធ្វើការកូរ៉េដំបូងគឺអត់សូវចេះភាសាកូរ៉េប្រហែលទេដូច្នេះខ្ញុំចេញពីធ្វើការគឺខ្ញុំយកពេលវេលាខ្លះទៅរៀនភាសាកូរ៉េបន្ថែមទៅតាម YouTube ផងដែរបានចុះមេងថៃវិញនៅពេលដែលមេងថៃមកដល់ធ្វើការក្នុងប្រទេសកូរ៉េអំឡុងពេលដែលយើងមកដល់រោងចក្រដំបូងតើមេងថៃមានអារម្មណ៍យ៉ាងណាហើយពេលដែលយើងដើម្បីត្រៀមខ្លួនចូលទៅធ្វើការឲ្យខ្លាចជាបុគ្គលិកពិសេសនៅក្នុងប្រទេសកូរ៉េមួយហ្នឹងតើយើងត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះបាទសម្រាប់ខ្ញុំមកដល់កូរ៉េដំបូងយើងភ័យដែរបងដោយសារយើងទី1ភាសាយើងអត់ចេះទី2យើងតែឯកាមែនបងមែនអត់មានខ្មែរមកធ្វើការជាមួយមែនខ្មែររោងចក្រដំបូងខ្ញុំ4នាក់ថ្មីសតឯកាហ្នឹងដោយសារយើងអត់មានបងប្អូនអត់មានគ្រូសាអីនៅចិត្តអាហ្នឹងឯកាហើយចំណុចដែលខ្ញុំត្រៀមដំបូងគេនោះគឺការងារគឺយកចិត្តទុកដាក់ជាមួយការងារហើយដូចបងពិសិដ្ឋនិយាយចឹងពេលវេលាគឺសំខាន់ចឹងជនជាតិកូរ៉េពេលវេលាគេសំខាន់ណាស់បងគេគ្រប់ពេលវេលាគេឲ្យតម្លៃលើពេលវេលាណាបងបាទសម្រាប់បងប្អូនខ្មែរមួយចំនួនខ្ញុំអត់ថាអ្នកណាទេបងគឺពេលវេលាដូចអត់សូវឲ្យតម្លៃនៅពេលវេលាហ្នឹងប៉ុន្តែចំពោះជនជាតិកូរ៉េគេសុកចិត្តចូលធ្វើការមុនម៉ោងគេអត់ធ្វើការក្រោយខកម៉ោងដែរហើយចំណុចដែលខ្ញុំត្រៀមខ្លួនមួយទៀតនោះគឺមធ្យោបាយធ្វើដំណើរគឺអត់ចេះដែរអត់ហើយមួយទៀតគឺភាសាកូរ៉េការខ្ញុំមកដំបូងខ្ញុំមានបងចែគាត់ឲ្យតាក់តងទៅបងមេសាតាក់តងជាមួយនឹងការរៀនភាសាកូរ៉េប៉ុន្តែខ្ញុំបានតាក់តងទៅដែរដឹងសាលាដឹងអីដែរប៉ុន្តែអត់បានទៅដោយសារយើងរបៀបថាមកកូរ៉េថ្មីយើងអត់ទាន់ដឹងអីជិះឡានក្រុងក៏អត់ដឹងអីក៏អត់ដឹងអញ្ចឹងកាលនោះដូចជាអត់បានរៀនទេបើសិនជាបងប្អូនពេលមានស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែតាមដាននៅលើទំព័រ Facebook Page វិទ្យុសំឡេងកូនខ្មែររបស់ពួកយើងបើសិនជាមានមតិយោបល់បន្ថែមតាក់ទងជាមួយនឹងការធ្វើការនៅក្នុងប្រទេសកូរ៉េបងប្អូនអាចជួយជាចេញជាយោបល់ក៏ដូចជាផ្ញើសារទៅក្នុងប្រអប់សាររបស់ពួកយើងនឹងស្វាគមន៍រីករាយទទួលនៅក្នុងមតិរិះគន់ក៏ដូចជាក្នុងមតិស្ថាបនាផងដែរបើសិនជាបងប្អូនមានចម្ងល់ឬក៏មានអីបន្ថែមតាក់ទងនឹងការរៀនសូត្រអាចតាក់ទងជាមួយនឹងតាក់ទងជាមួយ Facebook Page របស់ពួកយើងបានផងដែរបាទបន្ទាប់ពីយើងនិយាយគ្នារៀងច្រើនហើយដែរក៏យើងនៅមានសំណួរជាច្រើនដើម្បីបកស្រាយក៏ដូចជាចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនជូនដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់យើងចង់សួរខ្ញុំក៏មានសំណួរមួយចង់សួរទៅមេងថៃនៅពេលដែលមេងថៃនិយាយមិញពេលមេងថៃអត់ចេះជិះដឹងអត់យល់ពីការធ្វើមធ្យោបាយធ្វើដំណើរតែមេងថៃបានអ្នកណាគេប្រាប់ដែរថាត្រូវ download កម្មវិធីមួយនេះត្រូវប្រើកម្មវិធីមួយនេះស្រួលតែមេងថៃបានអ្នកណាគេប្រាប់ដែរបាទខ្ញុំមានបងថ្លៃខ្ញុំបងថ្លៃចែបងគាត់ប្រាប់មុនដំបូងហើយអ្នកនៅជាមួយគេដឹងខ្លះហើយយើងចែកម្លែកគ្នាទៅវិញទៅមកអីចឹងចំពោះឡានក្រុងស្រួលទេបងដោយសារយើងមានចំណតសម្រាប់មើលសម្រាប់អីប៉ុន្តែបើរត់ភ្លើងអាចនឹងពិបាកសម្រាប់អ្នកមកកូរ៉េត្បូងដោយសាររត់ភ្លើងបើនៅស៊ូវ៉ាន់មានច្រើនខ្សែមែនទេបងបាទអាចនឹងពិបាកដែរពិបាកច្រកចេញច្រកចូលយើងទៅណាទៅណីក៏ពិបាកដែរហើយរថភ្លើងបងប្អូនអាចដោនកម្មវិធីជីហាឆលអេបអីចឹងទៅបាទហើយចំពោះនៅកូរ៉េនេះ map អេបសម្រាប់យើងមើលផែនទីមើលផ្លូវអីបងគឺ
កាកៅ map គឺច្បាស់បងប្អូនអញ្ចឹងបងប្អូនតែមកកូរ៉េត្បូងគួរ download app កាកៅ map សម្រាប់យើងធ្វើជាមធ្យោបាយធ្វើដំណើរព្រោះឯនៅក្នុងហ្នឹងគេប្រាប់យើងគេប្រាប់តាំងពីនីតិឡើងបងយើងធ្វើដំណើរឧទាហរណ៍ពីអានសាន់ទៅសុវណ្ណអញ្ចឹងគេដាក់នីតិគេដាក់ម៉ោងឲ្យយើងមើលយើងធ្វើដំណើរបានម៉ោងអីបានម៉ោងតាមមធ្យោបាយអីឡានក្រុងឬក៏រថភ្លើងយើងចង់ជិះតាក់ស៊ីក៏បានបាទចំពោះតាក់ស៊ីគេដាក់តម្លៃឲ្យយើងមើលទៀតយើងត្រូវចំណាយបានអីបានប៉ុណ្ណឹងបងចំពោះបងវិញបាទជាការពិតណាស់មែនថៃនៅពេលដែលខ្ញុំមកក្នុងប្រទេសកូរ៉េដំបូងខ្ញុំមានផែនទីជាกระดาษផែនទីជារថភ្លើងកាលនោះឆ្នាំនោះគេអត់ទាន់មានទលំទលាយក្នុងការប្រើប្រាស់ទូរស័ព្ទទេចំពោះជនជាតិកូរ៉េគេទលំទលាយក៏ប៉ុន្តែខ្ញុំមកដំបូងមានធ្វើការជាមួយខ្ញុំជនជាតិអូជីប៊ីគីស្ថានគាត់ឲ្យផែនទីกระดาษខ្ញុំមើលផែនទីដែលសម្រាប់ជិះរថភ្លើងនៅពេលដែលខ្ញុំមករយៈពេលបានខ្ទង់2ខែ3ខែខ្ញុំបានគាត់ប្រាប់ខ្ញុំធ្វើ download កម្មវិធីកាកៅ map អីចឹងមកហើយជាឆល app អីចឹងមកសម្រាប់ខាងយើងបាច់ចាំកាន់ផែនទីយកទៅមើលតាមជាងអីព្រោះដោយសារតែនៅក្នុងស្ថានីយ៍រថភ្លើងមួយគឺគេដាក់កំណុះប្រាប់ថាយើងទៅជិះខ្សែលេខប្រមាណត្រូវទៅកន្លែងណាត្រូវច្រកអីណាច្រកណាច្រកណីចឹងណាដូច្នេះកាលនោះខ្ញុំប្រើផែនទីដូច្នេះខ្ញុំនិយាយខាងមិញអញ្ចឹងគឺខ្ញុំបានទិញទូរស័ព្ទទៅខ្ញុំបានដោនកម្មវិធីកាកៅ map អញ្ចឹងក៏ដូចជាកម្មវិធីជាឆល app អញ្ចឹងដែរសម្រាប់ការមើលផែនទីយើងត្រង់ទៅណាហើយនៅពេលដែលវាមិនជាបញ្ហាសម្រាប់ខ្ញុំហ្មងទេព្រោះដោយសារតែខ្ញុំរៀងឆាប់យល់ក្នុងការប្រើប្រាស់កម្មវិធីទាំងអស់ហ្នឹងហើយខ្ញុំនៅពេលដែលខ្ញុំប្រើក្នុងអំឡុងពេលដែលខ្ញុំប្រើកម្មវិធីទាំងអស់ហ្នឹងគឺខ្ញុំវែងម្ដងព្រោះដោយសារតែយើងទៅយើងត្រូវជិះខាងស្ដាំយើងទៅទីតាំងដែលយើងគឺទៅណាបាទនេះថ្ងៃនៅពេលដែលយើងមិនមែនជិះខាងស្ដាំទេយើងមកជិះខាងស្ដាំយើងមកជិះខាងឆ្វេងបាទដូច្នេះវាច្រឡំទិសដៅដែលយើងត្រូវជិះខ្ទង់ផាច់ជា20នាទីបានសួរអ្នកដែលគេជិះក្បែរជិះកូរ៉េសួរខ្ញុំចង់ទៅនេះតែវាត្រូវជាមួយនឹងអត់គេថាអត់ទេអត់ត្រូវអញ្ចឹងគេឲ្យយើងចុះកន្លែងចំណតខាងមុខហ្នឹងគេឲ្យយើងចុះឲ្យគេប្រាប់យើងថាយើងត្រូវទៅលេងនេះទៅនេះនោះព្រោះជនជាតិកូរ៉េខ្លះក៏គាត់ចិត្តល្អក្នុងការប្រាប់យើងច្បាស់ក្នុងការយើងព្រោះដោយសារគេដឹងថាយើងជាជាតិបរទេសយើងមករស់នៅក្នុងប្រទេសកូរ៉េដំបូងអញ្ចឹងគឺវាមានបញ្ហាទាំងភាសាទាំងការរៀនជិះធ្វើមធ្យោបាយបាទធ្វើមធ្យោបាយធ្វើដំណើរអញ្ចឹងគឺគេប្រាប់យើងហើយដូច្នេះតែឥឡូវនេះគឺនៅក្នុងមិនថានៅក្នុង YouTube ក៏ដោយមិនថានៅក្នុង Facebook ក៏ដោយនៅក្នុង app ផ្សេងនៅក្នុង TikTok អីគឺបងប្អូនខ្មែរយើងក៏គាត់ធ្វើវីដេអូជាច្រើនជូនទៅដល់បងប្អូនឲ្យគាត់មកធ្វើការនៅក្នុងប្រទេសកូរ៉េក្តីក៏ដូចជាបងប្អូនខ្លះគាត់តែគាត់មកប្រទេសកូរ៉េយូរឆ្នាំមែនតែគាត់អត់សូវធ្វើដំណើរអញ្ចឹងក៏គាត់អត់ដឹងដែរមិញថៃដូច្នេះក៏ជាឧបសគ្គមួយសម្រាប់គាត់អញ្ចឹងដូច្នេះយើងគួរតែរៀនតាមពួកគាត់ទៅយើងអាចនឹងយល់ដឹងពីការប្រើប្រាស់ app ទាំងអស់ហ្នឹងហើយផងដែរបាទអូខេបងយើងនិយាយមករៀងយូរដែរហើយក៏សូមពេលសម្រាប់បន្តិចសិនពីបងប្អូនទស្សនិកជនក៏ដូចជាបងប្អូនប្រិមិត្តបាទហើយនៅក្នុងពេលសម្រាប់នេះក៏សូមបងប្អូនមកស្ដាប់បទចម្រៀងជាបន្តទៀតដែលមានចំណងជើងថាព្រះនាងតូចកុំឲ្យខាតពេលវេលាយូរសូមរីករាយស្ដាប់ដូចតទៅពីមុនធ្លាប់តែខើខូចពីមុនធ្លាប់តែខ្ជិលនៅពេលបានជួបព្រះនាងតូចរោគគំនិតដល់ឆាកំរិលមានអារម្មណ៍ថាយើងទប់ស្គាល់គ្នាពីម្សិលថ្ងៃនេះបងនឹកដៃជីវ៉ាដើរទៅចូលតាស៊ីវិលខ្ញុំក្បែរនាងចម្រៀងមន់បាយខំចង់ដៃភ្លេងខ្មែរប្រគំជួនពកគូស្នេហ៍ថ្មីចាំងទុំដឹងលឺញៀនមិនធ្វើតាស័យគេចូលរោងជ័យមកស្មនដល់ថ្ងៃស្អែកនៅពេលបានជួបព្រះនាងតូចរោគគំនិតដល់ឆាកំរិលមានអារម្មណ៍ថាយើងទប់ស្គាល់គ្នាពីម្សិលថ្ងៃនេះបងនឹកដៃជីវ៉ាដើរទៅចូលតាស៊ីវិលខ្ញុំក្បែរនាងចម្រៀងមន់បាយខំចង់ដៃភ្លេងខ្មែរប្រគំជួនពកគូស្នេហ៍ថ្មីចាំងទុំដឹងលឺញៀនមិនធ្វើតាស័យគេចូលរោងជ័យមកស្មនដល់ថ្ងៃស្អែក
ខ្ជិលនៅពេលបានជួបប្រានាងតូចមិនរកកំណត់ដល់ឆាកំរិលមានអារម្មណ៍ថាយើងទៅស្គប់គ្នាពីម្សិលថ្ងៃនេះបងនឹកដៃជីវ៉ាដើរទៅចូលតាស៊ីវិលខ្ញុំក្បែរនាងជំរៀងមន់បាយខំចង់ដៃភ្លេងខ្មែរប្រគំជួនពកគូស្នេហ៍ថ្មីចាំងទុំដឹងលឺញៀនមិនធ្វើសាស័យកែងតោរងជ័យមកស្មនដល់ថ្ងៃស្អែកបន្ទាប់ពីបងប្អូនរីស្នាមនៅបទចម្រៀងពីមួយបទទៅមួយបទកម្មវិធីយើងក៏មានជជែកគ្នានិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីចែកជូនទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែត្រៀមខ្លួនមកធ្វើការនៅក្នុងប្រទេសផងដែរនៅក្នុងប្រទេសកូរ៉េផងដែរសង្ឃឹមថាកម្មប្រធានបទយើងថ្ងៃនេះជាចំណេះដឹងមួយជូនទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែតាមដាននៅលើទំព័រ Facebook Page វិទ្យុសំឡេងកូនខ្មែរផងដែរបាទមិញថៃយើងមានសំណួរយើងនៅមានការនិយាយគ្នាជាច្រើនតាក់ទងជាមួយនឹងការរស់នៅក្នុងប្រទេសកូរ៉េក៏ដូចជាចំណេះដឹងផ្សេងៗដែលមិញថៃធ្លាប់ជួបតែមិញថៃក្នុងប្រទេសកូរ៉េមិញថៃមកធ្វើការនៅក្នុងប្រទេសកូរ៉េដំបូងមានដែលឮថាយើងត្រូវកាត់ពេលដែលយើងបើកប្រាក់ខែមកគេកាត់អីខ្លះដែរទេបើពេលដែលនៅក្នុងกระดาษប្រាក់ខែដូចជាកូនងាំងប្រហមដូចជាអីផ្សេងៗហ្នឹងណាបាទបងសម្រាប់ខ្ញុំមកដំបូងខ្ញុំអត់ទៅដឹងច្បាស់ដែរប៉ុន្តែនៅក្នុងกระดาษប្រាក់ខែខ្ញុំមានដូចជាទី1កូនងាំងប្រហមទី2គុកប៊ីញញគឹមហើយទី3សូទឹកសេដូចជាពុនអីដែរខ្ញុំអត់chia sẻបងប្អូនខ្ញុំអត់ដឹងនេះថាខ្ញុំមើលតាមកระดาษប្រាក់ខែដែលគេកាត់ទេបាទហើយថ្លៃអាហារថ្លៃសាក់នៅប៉ុណ្ណឹងបងចោះបងមានអីខ្លះដែរសម្រាប់ខ្ញុំក៏មិនខុសជាមួយនឹងមេថៃប្រហែលដែរព្រោះដោយសារតែយើងជាពលករជនជាតិខ្មែរដូចគ្នានៅក្នុងกระดาษប្រាក់ខែខ្ញុំនៅពេលដែលគេបើកប្រាក់ខែដំបូងនោះគឺមិនថាដំបូងគឺរៀងរាល់ឆ្នាំក៏ដូចជារៀងរាល់ខែផងដែរគឺគេកាត់ថ្លៃខងងាំងប្រហមគុកមានយន្តគឹមសូទឹកសេខូយ៉ុងប្រហមក៏ដូចជាថ្លៃស្នាក់នៅក៏ដូចជាថ្លៃពេលដែលយើងដូចជានៅក្នុងប្រទេសកូរ៉េគឺមានកាតព្វកិច្ច4មិនថាគឺគេតម្រូវឲ្យយើងបង់តែម្ដងទី1គឺខងងាំងប្រហមទី2គឺគុកមានយន្តគឹមទី3គឺខូយ៉ុងប្រហមទី4គឺសាឆេសណ្ដាប់ប្រហមគេហៅថាគ្រោះថ្នាក់ការងារបាទគ្រោះថ្នាក់ការងារដូច្នេះយើងត្រូវបង់ទាំង4ហ្នឹងតែបើចំណែកសាឆេសណ្ដាប់ប្រហមនេះគឺយើងបង់តែម្ដងទេគឺយើងអត់បង់រៀងរាល់ខែទេតែបើសិនជាខូយ៉ុងប្រហមគុកមានយន្តគឹមក៏ងាំងប្រហមគឺគេបង់រាល់ខែតែម្ដងបាទបងអាចដឹងខ្លះពីខូយ៉ុងប្រហមហ្នឹងតើតងជាមួយនឹងពុនអីដែរបងខូយ៉ុងប្រហមហ្នឹងតើតងជាមួយនឹងរៀនពេលដែលយើងរៀនជំនាញគេត្រូវការយើងត្រូវមានខូយ៉ុងប្រហមព្រោះដោយសារតែពេលដែលយើងមានចុះឈ្មោះមានខូយ៉ុងប្រហមនេះបើខូយ៉ុងប្រហមយើងនិយាយច្បាស់ទៅគឺយើងនិយាយថាពេលដែលខាងរោងចក្រគេបណ្ដេញយើងចេញគឺគេនៅពេលដែលឡុងពេលដែលគេបណ្ដេញយើងចេញហើយនៅពេលដែលយើងស្វែងរកការងារធ្វើហ្នឹងគឺយើងអាចទៅដាក់ពាក្យយកលុយពីខូយ៉ុងប្រហមនោះបានចឹងណាព្រោះរំលងពេលដែលយើងស្វែងរកការងារហ្នឹងវាអត់មានតន់មានប្រាក់ខែក៏ដូចជាចឹងយើងអាចទទួលបានចាប់ពី70% 60% ទៅ 70% បាទអញ្ចឹងរបៀបដូចថាពុនខាងលើទាំង4ហ្នឹងសិតតែមានប្រយោជន៍សម្រាប់យើងហ្មងបាទព្រោះដោយសារតែពុនទាំង4ហ្នឹងគឺជាកាតព្វកិច្ចសម្រាប់ពលករជនបរទេសក៏ដូចជាជនជាតិកូរ៉េផងដែរបាទដូចគុកប៊ីញញគឹមអីបងប្អូនឃើញខាងរោងចក្រគេកាត់ច្រើនបងប្អូនកុំភ័យថាបាត់លុយបាទនៅពេលដែលយើងទៅមាតុភូមិនិវត្តវិញគុកមានញគឹមយើងអាចដាក់ពាក្យដកមកវិញឯបានដែរបងបាទច្បាស់ហើយមិនថៃព្រោះដោយសារតែគុកមានញគឹមគឺគេហៅថាប្រាក់សោធននិវត្តពីសម្រាប់ពេលដែលយើងចាក់ចេញពីប្រទេសកូរ៉េទៅប្រទេសកំណើតរបស់យើងគឺយើងដាក់ពាក្យយកមកបានទាំងអស់ព្រោះដោយសារតែឧទាហរណ៍ថាបើសិនជានិយាយនេះឲ្យសួរស្ដាប់មិនថៃគឺតកែចេញ50យើងចេញ50ដូច្នេះហើយឧទាហរណ៍ថាបើក្នុងខែហ្នឹងគាត់កាត់យើង99000អញ្ចឹងតកែក៏គាត់បង់99000ដែរអញ្ចឹងវាអាចគុណនឹង2បាទ
យើងបង50ប៉ុន្តែលុយដែលយើងបានគឺ 100% បាទដូច្នេះហើយបងប្អូនកុំព្រួយបារម្ភថាងគុំមានជនគឺខ្ញុំហេតុអីបានរោងចក្រខ្ញុំកាត់ច្រើនម៉ែព្រោះបងប្អូនខ្លះភាគច្រើនគាត់នៅមានមិនទៅសង្ស័យគាត់មានសម្ងល់តតែរហូតមកអញ្ចឹងគាត់អាចគាត់ក៏មានឆាតសួរទៅเพจល្បីដែលគាត់និយាយអំពីបញ្ហាតផងដែរដូច្នេះហើយគាត់កុំបារម្ភអីព្រោះតែគុំមានជនគឺនៅពេលដែលយើងទៅត្រឡប់ទៅមានតែភូមិនិវត្តវិញគឺយើងដាក់ពាក្យយកនៅពលានក៏បាននៅគេផ្ញើចូលទៅក្នុងកង់នៅស្រុកខ្មែរក៏បានដែរបាទមួយទៀតបងតាក់ទងជាមួយ Samsung Watch យើងក៏អាចដកបានដែរបងបាទដូចយើងនិយាយគ្នាខាងដើមមិនអញ្ចឹងមិនថា Samsung Watch នៅពេលដែលយើងទិញសម្ពុតយន្តហោះហើយគឺខាងរោងចក្រគេរៀបចំឯកសារឲ្យយើងហើយគឺជំហានដំបូងនោះគឺលុយ Samsung Watch ដែលគេកាត់50,000នោះគឺវាចូលកង់ឲ្យយើងនៅក្នុងស្រុកកូរ៉េតែម្ដងដូច្នេះហើយយើងទទួលបានលុយនឹងហើយបានគេរៀបចំឯកសារគេនិយាយទៅគេរៀបឯកសារគេរៀបចំជាមួយគ្នាតែម្ដងមិនថាដល់ពេលហើយយើងតែលុយ Samsung Watch គឺចូលគេផ្ញើចូលក្នុងកង់តែលុយដូចជាថេជគឿមឬកងមានយន្តគឿមហ្នឹងគឺយើងអាចបើកនៅពលានយន្តហោះក៏បានយើងទៅយកនៅស្រុកខ្មែរដែលគេទាមទារលេខធនាគារលេខកងធនាគារនៅស្រុកខ្មែរដូច្នេះយើងមានជំរើសពីរបើសិនជាបងប្អូនចង់បើកនៅពលានយន្តហោះក៏បានចង់បើកនៅស្រុកខ្មែរក៏បានដែរបាទអានេះជាការចង់បានប្រើយើងណាមិនថៃបាទអញ្ចឹងមានន័យថាកុកមីនយន្តគឹមនិងថេជីគឹមហ្នឹងជំរើសទី2យើងអាចឲ្យកង់មកភ្នាក់ងារនៅកូរ៉េនេះពេលយើងដល់ខ្មែរគេបាញ់លុយចូលកង់យើងបាទរយៈពេលដូចជាមួយអាទិត្យឬក៏3ថ្ងៃដែលយើងទៅដល់ស្រុកខ្មែរយើងហ្នឹងគឺលុយហ្នឹងវាចូលកង់យើងអូតូតែម្ដងបាទអាហ្នឹងវាអាចជាជំរើសល្អសម្រាប់បងប្អូនដែរដាច់អាណត្តិទៅផ្ទះវិញដែរដោយសារបើយើងយកលុយទៅតាមខ្លួនច្រើនអាចនឹងអសុវត្ថិភាពខ្លះដែរបងអាចនឹងមានមិនថាអសុវត្ថិភាពទេអាចនឹងមានការអារម្មណ៍យើងអត់ស្ងប់បងអត់មូលដោយសារលុយនៅជាប់ខ្លួនយើងលុយមានយន្តគឹមនិងថេជីគឹមអត់តិចទេបងខ្ញុំថាយ៉ាងហើយណាស់ក៏អត់ក្រោម10លានដែរបងម្នាក់បាទច្បាស់ណាស់មែនតែអានេះជាមតិយោបល់របស់ខ្ញុំណាបើសិនជាខ្ញុំឲ្យយោបល់ថាបងប្អូនគួរណាតែទទួលលុយពីពលានយន្តហោះទៅបាទអញ្ចឹងយើងវាស្រួលព្រោះដោយសារយើងបានលុយកាន់ដៃផ្ទាល់ណាវាមានហានិភ័យក៏ពិតមែនក៏មិនតែយើងចេះទុកដាក់យើងចេះការពារអីអញ្ចឹងទៅក៏វាទៅតាមនឹងទៅព្រោះវាសុខភាពហើយដោយសារតែឥឡូវប្រទេសស្រុកខ្មែរយើងវាគេហៅថាប្រទេសដែលមានស្ថិរភាពអញ្ចឹងយើងអត់ព្រួយបារម្ភនឹងការមានអីប៉ុន្តែយើងត្រូវតែមានគេហៅថាការពារប្រសាជាព្យាបាលណាបាទឆ្នេះយើងគួរតែរៀបចំលុយពីកូរ៉េហើយសិនទៅចាំយើងចាក់ចេញពីប្រទេសកូរ៉េផងដែរបាទបើសិនជាបងប្អូនមានមតិយោបល់បន្ថែមតាក់ទងជាមួយនឹងកម្មវិធីប្រធានបទយើងថ្ងៃនេះសូមបងប្អូនជួយ comment ក៏ដូចជាជួយផ្ញើសារចូលទៅក្នុងប្រអប់សាររបស់ពួកយើងនឹងស្វាគមន៍រីករាយក្នុងការការបញ្ចេញមតិយោបល់របស់បងប្អូនកុំឲ្យខាត់ពីវីដេអូមិនថាយើងមានបទចម្រៀងបទទៀតដើម្បីចាក់ជូនកំដរអារម្មណ៍បងប្អូនពេលមានអ្នកស្ដាប់ផងដែរដែលបទនោះមានចំណងជើងថានីវីជីវិតបកស្រាយដោយបងប្រុសដួងវរៈសិទ្ធសូមបងប្អូនពេលមានអ្នកស្ដាប់រីករាយស្ដាប់ដូចតទៅកម្រិតឲ្យបងចេញទៅចាំឆ្ងាយចោលទៅអស់កំព្រីដំណងទឹកភ្នែកជ្រែកក្តីវេទនាបងលាសង្ហាយណាចរណៃខំតស៊ូដើម្បីរក្សា
ចូលអូនចាំផ្ទះរាំងសាខ្លួនប្រាណកុំឲ្យលៀងបានទីបងបំមកជីវិតស្រ័យខាងរកបងមិនយូរទេនួនល្អបងនឹងវិលមករកស្រីតែនឹកស្រណងស្រណងមិនអស់មិនហើយកាយធ្លាប់គៀងកាយពីសម័យនឹកទៅចេះគប់គ្មានតងហារទេក្នុងនេះលោកីគ្មានស្រីស្មើចូលអូនចាំផ្ទះរាំងសាខ្លួនប្រាណកុំឲ្យលៀងបានពីបងបំមកជីវិតស្រ័យខាងរកបងមិនយូរទេនួនល្អបងនឹងវិលមករកស្រីតែនឹកស្រណងស្រណងមិនអស់មិនហើយកាយធ្លាប់គៀងកាយពីសម័យនឹកទៅចេះគប់គ្មានតងហារទេក្នុងនេះលោកីគ្មានស្រីស្មើ បាទបន្ទាប់ពីបងប្អូនពុយមានស្ដាប់រីឌីស្ដាប់ដល់បទចម្រៀងពីមួយបទទៅមួយបទកម្មវិធីយើងក៏ឈានទៅដល់នៅទីបញ្ចប់តែមុននឹងបញ្ចប់ពួកយើងនៅក៏មានในការចែករំលែកបទពិសោធន៍ខ្លះចុងក្រោយមួយទៀតដើម្បីតាក់ទងជាមួយនឹងការប្រើប្រាស់ធនាគារចង់សួរទៅមេងថៃថាមេងថៃនៅក្នុងប្រទេសកូរ៉េមេងថៃមកដំបូងប្រើធនាគារអ្វីដែរបាទពីដំបូងដល់ឥឡូវខ្ញុំប្រើធនាគារបានតែមួយទេគឺ IBK មិនចឹងបានប្រើតែមួយមេងថៃដោយសារអត់មានប្រើច្រើនអត់មានលុយដាក់កងធនាគារផង ចំពោះមេងថៃរងថ្ងៃមានប្រើធនាគារ banking ឬក៏ internet banking អីធនាគារណាដែរទេបាទចែកជូនទៅដល់បងប្អូនពេលមិនស្ដាប់យើងផងសប្តាហ៍ថ្ងៃខ្ញុំមានបងទៅបញ្ចប់ហើយប្រហែលជា 4-5 ខែ internet banking របស់ធនាគារ IBK បាទអញ្ចឹងនៅក្នុងរោងចក្រមេងថៃក៏ដូចជារោងចក្រខ្ញុំផងដែរប្រើធនាគារពេលដែលយើងបើកប្រាក់ខែគឺធនាគារ IBK គេហៅភាសាកូរ៉េហៅថា Key of Unheng បាទបងប្អូនបើសិនជាបងប្អូនមកកូរ៉េដំបូងក៏ដូចជាបងប្អូនខ្លះក៏អត់ទាន់ប្រើអាចទៅភ្ជាប់ទៅ internet banking គឺងាយស្រួលក្នុងការភ្ជាប់ងាយស្រួលមិនថាធនាគារណាដែលនៅក្នុងប្រទេសកូរ៉េគឺមាន app នៅអាចប្រើប្រាស់នៅក្នុងទូរស័ព្ទដៃផងដែរមេងថៃយើងថ្ងៃនេះពេលវេលាយើងក៏ដល់ទីបញ្ចប់តែមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសរកកុំខុសឆ្គងបើសិនជាពួកខ្ញុំទាំងពីរនាក់មានការនិយាយលឺលួសខ្វះខាតត្រង់ណាដែលមិនប្រការណាដែលមិនសមរម្យក៏សូមខន្តីអភ័យទោសព្រោះដោយសារតែពួកខ្ញុំពីរនាក់នេះមិនមែនជាអ្នកជំនាញ
អីទេគ្រាន់តែជាធ្វើកម្មវិធីដើម្បីចែកជូនជាបទពិសោធន៍ផ្ទាល់ខ្លួនទៅដល់បងប្អូនប្រិយមិត្តស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែត្រៀមខ្លួននៅក្នុងប្រទេសកូរ៉េខណៈពេលនេះយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណនិងសូមជម្រាបលាស្រឡាញ់មនុស្សម្នាក់តើអាចដឹងដែរឬទេថាស្នេហ៍នេះត្រឹមមួយពេលឬអាចថិនថេរបានយូរជាងនេះបើយើងបានជួបមនុស្សម្នាក់ហើយគេពិតជាសំខាន់តើអារម្មណ៍មើលទៅកាន់កៅភ្នែកនោះយ៉ាងណាស្នេហ៍នេះកើតឡើងដោយព្រមលីស្នេហ៍រីងដងដើរក្នុងចិត្តសូមកុំខ្វល់ខ្វាយរឿងរ៉ាវកន្លងឲ្យសូរសំឡេងនៅក្នុងបេះដូងនាំយើងហង្ហាហួរទឹងសូបិនស្នេហ៍នេះមិនអាចកំណត់រិនតែពីបាខាត់មិនឲ្យកាត់រិនតែឲ្យចិត្តនេះបានចាប់ផ្ដើមហំទៅស្រឡាញ់មនុស្សម្នាក់តើអាចដឹងដែរឬទេថាស្នេហ៍នេះត្រឹមមួយពេលឬអាចថិនថេរបានយូរជាងនេះបើយើងបានជួបមនុស្សម្នាក់ហើយគេពិតជាសំខាន់តើអារម្មណ៍មើលទៅកាន់កៅភ្នែកនោះយ៉ាងណាស្រឡាញ់មនុស្សម្នាក់ហើយនៅដងជាប់ក្នុងចិត្តស្នេហ៍នេះកើតឡើងដោយព្រមលីខិតយ៉ាងណាក៏មិនសំខាន់ត្រឹមស្រឡាញ់ឲ្យប្រាកដស្រឡាញ់ឲ្យអំពីចិត្តត្រឹមតែប៉ុណ្្នឹងហើយដែលជីវិតខ្ញុំត្រូវការទុំយូរប៉ុណ្ណាស្នេហាមួយគុណដែលបេះដូងត្រូវការ